សួស្តីបាទថ្ងៃនេះមានមុខម្ហូបថ្មីទៀតហើយគឺសម្លម្ជូរយួនជាដំបូងយើងត្រូវមកផ្សារទិញបន្លែមានដូចជាប៉េងប៉ោះក្រាវឈូកត្រឡាចម្នាស់និងជីគ្រប់មុខបន្ទាប់ពីយើងបន្លែហើយគឺយើងដាក់រកត្រីម្ដងពេលនេះយើងមកដល់ផ្ទះវិញហើយបានម្ហូបនិងបានបន្លែផ្លែឈើមួយចំនួនអូខេពេលនេះយើងចាប់ផ្ដើមធ្វើហើយគឺបេះជីលាងបន្លែលាងអីដាក់ជាមុខនេះយើងរៀបដាក់អញ្ចឹងហើយយើងធ្វើការបោះបេះជីបន្តមកក៏យើងយកបន្លែហ្នឹងយកមកលាងទឹកជាពេលហ្នឹងយើងយកត្រីដែលលាងហើយយកបំពងពេលបំពងហ្នឹងផ្ទុះពេញផ្ទះតមកក៏យើងត្រង់បន្លែយកមកដាក់លើកញ្ច្រែងវិញហើយឆ្លៀតពេលថតមើលអ្នកធ្វើម្ហូបផ្លែតហើយក៏ចាប់ផ្ដើមបង់បន្លែចូលក្នុងឆ្នាំងពេលនេះទឹកបានពុះហើយអញ្ចឹងយើងចាប់ផ្ដើមដាក់គ្រឿងអីខ្លះហើយក៏ឆ្លៀតភ្លក់បន្តិចទៅហើយតមកយើងធ្វើការបំពងខ្ទឹមវាធំឈ្ងុយដើម្បីដាក់ក្នុងសម្លរបស់យើងថែមខ្ទឹមបំពងចុងក្រោយយើងថែមជីគ្រប់មុខដើម្បីឲ្យសម្លយើងមានរសជាតិកាន់តែឈ្ងុយឆ្ងាញ់ចិត្តមែនតើ